អ្នករំម្នាក់បានសួរឡើងថាហេតុអ្វីបានជាអ្នកមិនអញ្ជើញអ្នករំម្នាក់ទៀតឲ្យមកអង្គុយនិយាយជាមួយគ្នាបងធំមានមុខមាត់ប្លែកបន្តិចប៉ុន្តែគ្មានឆ្លើយអ្វីទេហើយបានផ្លាស់ប្ដូរទៅនិយាយរឿងផ្សេងវិញដំបូងលោកស្រីហ្វាក៏សង្ស័យប៉ុន្តែគិតថាអាចជាការយល់ច្រឡំថាអ្នករំផ្សេងទៀតនៅក្នុងក្រុមតែមួយជាមួយពួកគេដោយសារមានមនុស្សច្រើនណាស់ដូច្នេះបានជាចង្អៀតគ្នាដល់មិនអាចបំបែកចេញពីគ្នាបន្ទាប់មកលោកស្រីហ្វាក៏ភ្លេចរឿងនេះទៅស្រឡះព្រោះគ្មាននរណានិយាយអំពីវាទៀតបន្ទាប់ពីខែច្រើនក្រុមអ្នករាំរបស់លោកស្រីហ្វាត្រូវបានជួលឲ្យទៅរាំនៅវត្តបុរាណមួយបន្ទាប់ពីពិធីបានបញ្ចប់គ្រួសាររបស់អ្នកជួលដែលជាម្ចាស់វត្តនេះបានអញ្ជើញពួកគេមកថតរូបរួមគ្នានៅពេលកំពុងថតរូប